ឆ្ងាញ់ណាស់បងប្អូនតើមានបងប្អូនណាខ្លះស្គាល់មុខម្ហូបមួយមុខនេះហើយមានបងប្អូនណាខ្លះដែលចេះធ្វើមុខម្ហូបមួយមុខនេះថ្ងៃនេះផងដែរខ្ញុំមកធ្វើហុងសាច់ជ្រូកបីចិនណាបងប្អូនហើយគ្រឿងផ្សំធ្វើហុងរបស់យើងមានដូចជាខ្ញីម្រេចខ្មៅនិងខ្ទឹមសយើងដំឲ្យបែកបែបនេះហើយមានដូចជាសណ្តែកដីលីងផងដែរហើយនឹងសាច់របស់យើងហ្នឹងខ្ញុំទិញចំនួន1 គីឡូកន្លះចំពោះស្បែកខ្ញុំបញ្ជាក់ស្បែកត្រង់នេះគឺយើងយកវាទៅបំពងដើម្បីពេលដែលយើងយកទៅហុងទៅសាច់របស់យើងហ្នឹងអត់បែកទេធ្វើឲ្យសាច់របស់យើងហ្នឹងកាន់តែស្វិតល្អហើយគ្រឿងផ្សំបន្តទៀតហ្នឹងគឺខ្ញុំមានប៉ូយកាក់ហើយនឹងឈើអែមបងប្អូនហើយបន្ថែមជាមួយនឹងដុំស៊ុបខ្នុរចំនួន1ដុំផងតោះយើងមករៀបចំធ្វើហុងសាច់ជ្រូកបីចន្ទទាំងអស់គ្នាដំបូងហ្នឹងខ្ញុំដាក់ឆ្នាំងឲ្យវាក្តៅហើយដាក់ស្ករក្រហមរបស់យើងហ្នឹងដែលយើងហៅថាស្ករត្នោតបងប្អូនយើងរំលីងស្ករឬក៏យើងហៅម្យ៉ាងទៀតហៅថាកំឡោចស្ករយើងកំឡោចវាឲ្យរាងឡើងពងកាឡាតឬក៏ពងក្រងហ្នឹងហើយយើងកំឡោចវាឲ្យបានរាងក្រហមបន្តិចមកយើងកំឡោចវាកាន់តែក្រហមកាលណាធ្វើឲ្យហុងរបស់យើងហ្នឹងកាន់តែមានពណ៌ស្អាតបើយើងចង់ឲ្យហុងរបស់យើងមានពណ៌ស្អាតយើងដាក់ទឹកត្រីបន្តិចក្នុងស្ករហ្នឹងបងប្អូនហើយយើងព្យាយាមកំឡោចវាតទៅទៀតដើម្បីឲ្យស្កររបស់យើងហ្នឹងកាន់តែក្រហមហើយបន្ទាប់ពីស្កររបស់យើងកំឡោចរាងក្រហមហើយខ្ញុំក៏បានដាក់ខ្ញីហើយនឹងម្រេចខ្មៅហើយនឹងខ្ទឹមសចូលហើយយើងរំលីងវាឲ្យឈ្ងុយយើងបន្តលីងវាឲ្យរាងយូរបន្តិចទៀតទៅដើម្បីឲ្យខ្ញីនិងខ្ទឹមសរបស់យើងហ្នឹងវាចេញជាតិមកកាន់តែឈ្ងុយហើយបន្ទាប់មកហ្នឹងខ្ញុំដាក់ម្រេចខ្មៅប៉ូយកាក់ហើយនឹងឈើអែមចូលហើយខ្ញុំរំលីងវាជាមួយគ្នាឲ្យរាងយូរបន្តិចមកហើយបន្ទាប់មកយើងដាក់សាច់ជ្រូកបីចិនរបស់យើងហ្នឹងចូលពោះហុងនេះគឺខ្ញុំចូលចិត្តមែនទែនគ្រួសាររបស់ខ្ញុំអីគឺចូលចិត្តទាំងអស់គ្នាដោយសារតែយើងធ្វើម្ដងច្រើនអញ្ចឹងទៅយើងទុកហូប2 ថ្ងៃអីចឹងណាវាបានយូរហើយងុំល្អទៀតហើយបន្ទាប់មកហ្នឹងយើងក៏ដាក់សណ្តែកដីរបស់យើងចូលខ្ញុំដាក់ល្មមបានហើយបងប្អូនសណ្តែកដីនេះខ្ញុំលីងវារាងច្រើនដែរប៉ុន្តែមិនប្រកាសថាយើងដាក់ទាំងអស់ទេគឺយើងដាក់តែពាក់កណ្ដាលបានហើយបើបងប្អូនចូលចិត្តច្រើនដាក់ច្រើនក៏ល្អម្យ៉ាងដែរពេលដែលយើងហូបប៉ះជាមួយនឹងបាយទៅរាងច្របដែរនេះត្រង់នេះគឺខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់ក៏យើងប្រើដែរបងប្អូនហើយចំពោះទឹកស៊ីអ៊ីវក៏យើងប្រើដូចគ្នានេះយើងដាក់មកសមល្មមមកឲ្យពណ៌វាស្អាតណាហើយយើងចាក់ទឹករំងាស់ហុងសាច់ជ្រូកបីជាន់យើងទៅយើងរំងាស់ដាក់ភ្លើងបាច់ចាំខ្លាំងពេកទេដាក់មកល្មមហឹមតិចទៅហើយបន្ទាប់មកទៀតហ្នឹងគឺយើងដាក់ដុំស៊ុបខ្នុរមួយដុំបានហើយបងប្អូនបើសិនថាបងប្អូនចង់ដាក់2 ដុំក៏បានដែរប៉ុន្តែខ្ញុំដាក់ទឹកត្រីដាក់អីហើយហ្នឹងគឺខ្ញុំខ្លាចប្រៃដល់ពេលដែលវារីងទឹកទៅគឺខ្ញុំដាក់តែមួយដុំបានហើយរំងាស់វាដាក់ភ្លើងតិច1 ម៉ោងក្រោយមកហុងរបស់យើងក៏ចាប់ផ្ដើមរីងទឹកបដាហើយក៏ក្លិនឈ្ងុយក៏ជះមកបដាដែរនេះបន្ទាប់ពីខ្ញុំហុងតាំងពីព្រឹកមកគឺខ្ញុំរំងាស់តិចបិទភ្លើងខ្លះបើកភ្លើងខ្លះរហូតដល់ល្ងាចនេះហុងរបស់យើងហ្នឹងក៏បានឆ្អិនហើយផុយហើយឈ្ងុយល្អទៀតហើយងុំល្អទៀតបងប្អូនចំពោះហុងនេះដែរគឺខ្ញុំដួសហូបអស់ពាក្យកដាលហើយគឺខ្ញុំភ្លេចថតបងប្អូននេះបានជាសល់តិចបងប្អូននេះអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយ